ថាអធិរាជចុងម៉ោងពីមុនបាត់ទៅណាបើឥឡូវសំបីតបាល់ពេនាងទីចុងម៉ោងនាទីទី90បូក1នេះរៀលម៉ាឌ្រីតវ៉ាបេសុទ្ធអត់ចូលមកហ្នឹងអញ្ចឹងគឺអស់អីនិយាយតែម្ដងសម្រាប់រៀលម៉ាឌ្រីតការប្រយុទ្ធវិញនេះទូនឹងក្រុមអាល់ហីឡាល់មិនអាចរកជ័យជំនះប្រកួតដំបូងរបស់ខ្លួននៅក្នុងពូលបានទេក្នុងព្រឹត្តិការណ៍ FIFA Club World Cup របស់យើងស្មើគ្នា1-1មានឱកាសក្នុងការនាំមុខគេ 1-0 មុនទៅហើយណាបែរជាឲ្យអាល់ហីឡាល់សុទ្ធពេលនាទីវីបកតាមស្មើការប្រកួតការប្រយុទ្ធវិញនេះគឺគ្រាប់បាល់រកបានត្រឹមតែតង់ទី1ទេតង់ទី2គឺមិនអាចរកគ្រាប់បាល់បានទេបើយើងមើលទៅកាន់ទម្រង់លេងជាក់ស្ដែងរបស់លោក Xabi Alonso ក្នុងនាមជាគ្រូបង្វឹករបស់ Real Madrid ដឹកនាំផ្លូវការប្រកួតដំបូងណារួមជាមួយនឹងខ្សែការពីចំណូលថ្មីពីររូបមាន Trent Alexander-Arnold រួមជាមួយ Eden Hazard គឺហាក់ដូចជាលេងមិនសូវជាបានល្អតទៅសោះការលេងស៊ីសង្វាក់គ្នានឹងក៏មិនសូវជាសងតង់ហើយការបង្កើតឱកាសហ្នឹងក៏ហាក់ដូចជាធ្វើមិនទាន់បានល្អយ៉ាងណាជុំវិញគឺបាត់វត្តមានរបស់អាប៉េអត់បានចូលលេងទេអត់មានឈ្មោះទេដោយសារតែវាមានបញ្ហាគ្រុនក្តៅប្រសាយអញ្ចឹងគឺមិនមានឈ្មោះលេងទេប្រកួតទី2បានអាប៉េអាចចូលលេងពីបានយល់វិញគឺ Real Madrid សុទ្ធច្រើនជើងដែររហូតដល់ទៅ19ជើងចំគោលដៅរហូតដល់ទៅ7ជើងប៉ុន្តែត្រូវបានជួយសង្គ្រោះពីសំណាក់អ្នកចាំទី Bruno ម្ដងហើយម្ដងទៀតជាពិសេសគឺបាល់ពេនាងទីចុងម៉ោងនេះផ្ទាល់តែម្ដងខ្ញុំស្ដាយណាស់អាកាស3បន្ទុកនៅមុខទៅហើយណាគ្នាយើងការគូគ្រងបាល់ក៏រៀងគ្រាន់បានតែ 53% បើយើងក៏លេខទៅមើលអាល់ហីឡាល់វិញគូគ្រងបាល់គឺមាន 47% ហើយសុទ្ធគឺ13ជើងចំគោលដៅតែ2ជើងទេរកគ្រាប់បាល់បានពីសំណាក់កីឡាករ Robben Alves នៅនាទីទី41ការសុទ្ធបាល់ពេនាងទីការបង្កកំហុសពីកីឡាករ Raúl Asensio ចាប់ទាញទៅកាន់កីឡាកររបស់អាល់ហីឡាល់ដួលនៅក្នុងប្រអប់ទីហើយ Real វិញគឺរកបានដោយ Gonzalo Garcia កីឡាករវ័យក្មេងវ័យ20ឆ្នាំមកពីថ្នាក់ B នៅនាទីទី34ហើយចឹងការប្រកួតនៅក្នុងពូលនេះគឺ Real Madrid បានត្រឹមតែស្មើគ្នាជាមួយនឹង Al Hilal 1-1តែប៉ុណ្ណោះការប្រកួតអាចនិយាយបានថា Xabi Alonso ដឹកនាំដំបូងវារៀងចឹងហីមិនសូវជាសងតង់អីគ្នាបានទេយើងត្រូវការពេលវេលាឲ្យគាត់សិក្សាពី Real Madrid ឲ្យគាត់សិក្សាពីកីឡាករដែលមានបច្ចុប្បន្នសិនดังណាគឺចាំមើលប្រកួតទី2ទៀតប៉ុន្តែការប្រកួតជំនេះបងប្អូនយើងយល់ទៅណាដែរអាចខមមិននៅខាងក្រោមវីដេអូនេះបានដូចខ្ញុំនិយាយពីដើមវីដេអូចឹងថាអធិរាជចុងម៉ោងពីមុនបាត់ទៅណាធ្លាប់តែស៊ីគេចុងម៉ោងសំបីតែឥឡូវបាល់ពេនាងទីចុងម៉ោងនេះសុទ្ធអត់ចូលផងឥឡូវគឺអស់អីនិយាយតែម្ដងយកមិនត្រូវឈ្នះបាន3បន្ទូទៅហើយណាស្ដាយមែនទេស្ដាយណាស់